ឲ្យតែបានមកហូបក្រៀមអញ្ចឹងដឹងឲ្យញ៉ាំបាយអស់ពីឆ្នាំងទៀតហើយនៅទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំបានជាមួយនឹងបុកម្ជូរស្វាយត្រីឆ្អើរដែរហើយទិញម៉ាំមកពីផ្សារមកខ្លះដែរអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងយើងលាយញ៉ាំជាមួយនឹងត្រីឆ្លូញចៀនហ្មងទៅហើយថ្ងៃនេះខ្ញុំទិញយកមកប្រឡាក់ចៀនណាបងប្អូនអរគ្នាហើយខែនេះគឺសម្បូរមែនទែនជាមួយនឹងត្រីស្រែរបស់យើងណាត្រីឆ្លូញត្រីផ្ទក់ឬក៏ត្រីអណ្ដែងអីក៏សម្បូរដែរពួកអីខែនេះជារដូវខែរំហើយបងប្អូនអរគ្នារដូវច្រូតកាត់ណាបើថានៅស្រុកស្រែវិញគឺដឹងបានថាញ៉ាំត្រីស្រែរាល់ថ្ងៃតែម្ដងបងប្អូនចាមិនថាត្រីផ្ទក់ត្រីឆ្លូញឬកង្កែបអីបងប្អូនអរគ្នានិយាយទៅគឺសប្បាយញ៉ាំមែនទែនហើយនេះខ្ញុំទិញមកជិត1គីឡូហើយខ្ញុំយកមកលាងជាមួយនឹងអំបិលឲ្យជ្រះល្អិលអីចឹងបងប្អូនអរគ្នាយើងលាង3 4ទឹកអញ្ចឹងទៅឲ្យវាជ្រះក្លិនឆ្អាបទៀតហើយដើម្បីយើងដាក់ឲ្យវាសរោះទឹកសិនទៅចាំយើងយកទៅប្រឡាក់ជាមួយនឹងគ្រឿងយើងនិយាយទៅត្រីឆ្លូញមើលទៅឃើញស្រស់ល្អណាបងប្អូនចាពួកអីខែនេះគឺសម្បូរខ្លាំងមែនទែនតែម្ដងហើយបន្ទាប់ពីខ្ញុំមកស្រោះទឹករឿងស្ងួតហើយខ្ញុំចាប់ផ្ដើមមកលាយគ្រឿងប្រឡាក់តែម្ដងដាក់ប៊ីចេងស្ករហើយរ៉ូឌីយើងហ្នឹងបងប្អូនអរគ្នាចានិយាយទៅខ្ញុំអត់បានប្រើអំបិលទេខ្ញុំប្រើតែរ៉ូឌីហើយរ៉ូឌីហ្នឹងគឺខ្ញុំដាក់ប្រហែលជាម្លឹបព្រាកន្លះហ្នឹងបងប្អូនចាហើយខ្ញុំបន្ថែមជាមួយនឹងស្ករកន្លះព្រាដែរចាហើយយើងដាក់ច្បល់វាទុកប្រហែលជាកន្លះម៉ោងទៅ1ម៉ោងទៅបងប្អូនដើម្បីវាចូលជាតិល្អហើយបើថាយើងចង់ឲ្យវាកាន់តែចូលជាតិលឿនណាអ្នកទាំងអស់គ្នាយើងយកទៅដាក់ក្នុងទូទឹកកករបស់យើងហ្នឹងណាយើងខ្លះសេវាទុកមកសន្ទុះសិនទៅរំមកដល់ម៉ោងយើងធ្វើម្ហូបថ្ងៃត្រង់ឬក៏ម្ហូបល្ងាចអីក៏កាន់តែល្អដែរបងប្អូនអរគ្នាព្រោះបើថាយើងប្រឡាក់ទុកអញ្ចឹងវាចូលជាតិល្អមែនទែនហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមយកវាមកចៀនពេលដែលថាចៀនហ្នឹងគឺខ្ញុំបើកភ្លើងល្មមៗឯអ្នកទាំងអស់គ្នាព្រោះអីបើសិនជាយើងបើកភ្លើងខ្លាំងពេកវាអត់នឹងឆ្អិនហើយវានឹងងាយខ្លោចពេលដែលថាខ្ញុំចៀនជាមួយនឹងត្រីឆ្លូញហ្នឹងខ្ញុំឆ្លៀតពេលមកដុតជាមួយនឹងម្ទេសបន្តិចសិនដើម្បីយកទៅបុកម្ជូរស្វាយត្រីឆ្អើរបងប្អូនអរគ្នានិយាយទៅគឺខ្ញុំចូលចិត្តដុតម្ទេសអញ្ចឹងវាក្លិនឈ្ងុយមែនទែនបងប្អូនចាបើសិនជាយើងបុកវាស្រស់វានឹងក្លិនម្ទេសដែរភាសាយើងដុតវាអញ្ចឹងឈ្ងុយហើយពេលយើងញ៉ាំបុកម្ជូរស្វាយត្រីឆ្អើរហ្នឹងគឺកាន់តែឆ្ងាញ់តែម្ដងចានេះខ្ញុំដុតមកល្មមអញ្ចឹងបងប្អូនអត់ឲ្យវាខ្លោចពេកឲ្យវាឆ្អិនមកល្មមអញ្ចឹងណាឥឡូវយើងដុតហើយយើងមកបុកវាតែម្ដងបងប្អូនអរគ្នាចាយើងដាក់ម្ទេសមកល្មមទេបើសិនជាបងប្អូនចូលចិត្តហឹរជាងហ្នឹងយើងដាក់ម្ទេសច្រើនជាងហ្នឹងទៅចាហើយស្វាយថ្ងៃនេះខ្ញុំបុកមួយដែរហើយត្រីឆ្អើរខ្ញុំបុកមកប្រទេសអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងប្រើម្ទេសប៉ុណ្ណឹងគឺល្មមហឹរឆ្ងាញ់តែម្ដងនេះបន្ទាប់មកទៀតខ្ញុំយកត្រីឆ្អើរយកមកឆ្អើរវារៀងក្រៀមតិចមកបុកដើម្បីវាបែកល្អបងប្អូនអរគ្នាហើយស្វាយហ្នឹងខ្ញុំច្រាំរួចរាល់ហើយអញ្ចឹងខ្ញុំដាក់លាយគ្រឿងភ្លក់រួចរាល់ហើយបានខ្ញុំដាក់ស្វាយចូលទៅតាមក្រោយអញ្ចឹងតែម្ដងទៅបងប្អូនចាឥឡូវយើងដាក់គ្រឿងចូលទៅទាំងអស់ហើយយើងបុកខ្ញុំល្មមអញ្ចឹងទៅកុំឲ្យវាបែកស្វាយពេកណាបងប្អូនអរគ្នាចាហើយស្វាយយើងយកអាស្វាយកុំចាស់ពេកបងប្អូនតែចាស់ពេកវាអត់សូវជូរអញ្ចឹងណាអញ្ចឹងវាអត់ឆ្ងាញ់ទេអញ្ចឹងយើងយកអាស្វាយណារៀងខ្ចីបន្តិចមកតមកទៀតយើងបុកហើយភ្លក់រួចរាល់ហើយយើងដួសដាក់ចានមករួចរាល់ជាការស្រេចណាបងប្អូនអរគ្នាដោយសារតែថ្ងៃហ្នឹងខ្ញុំទិញជាមួយនឹងនេះបងប្អូនម៉ាំល្ហុងមកដែរអញ្ចឹងខ្ញុំលាយម៉ាំល្ហុងមកមុខទៀតចាហើយដាក់ម្ទេសអាចសាត់ខ្ចីចេះអូនិយាយថាជាតិឆ្ងាញ់ណាបងប្អូនខ្ញុំដាក់តែប៊ីចេងស្ករបន្តិចទេហើយនឹកឃើញថាចង់ដាក់បជីបន្ថែមបន្តិចអញ្ចឹងទៅក៏នឹកឃើញជីនៅមុខផ្ទះមានអញ្ចឹងទៅហេងដែរបងប្អូនអរគ្នាសំណាងហើយម៉ាក់ខ្ញុំគាត់ដាំហ៎និយាយទៅម៉ាក់ខ្ញុំគាត់បកកែដាំបងប្អូនអរគ្នាចាប៉ុន្តែដូចថាយើងអត់មានដីទលាយដាំទេយើងមានដាំក្នុងថូអញ្ចឹងឯងតែម៉ាក់ខ្ញុំដាំអីក៏រស់ដែរគឺបានផលល្អមែនទែនដូចម្ទេសនេះបេះញ៉ាំថាសឹងមិនតន់ណាបងប្អូនគឺផ្លែច្រើនមែនទែនតែម្ដងទៅតែអស់ឥឡូវទេឥឡូវហ្នឹងខ្ញុំបេះជីយកមកលាយបន្ថែមជាមួយនឹងម៉ាំរបស់យើងណារសជាតិកាន់តែឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនអរគ្នាឥឡូវគ្រឿងផ្សំរបស់យើងធ្វើរួចរាល់ហើយបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានតែម្ហូបមួយមុខនេះឯងហើយបានជាមួយនឹងទឹកជ្រលក់ស្វាយបុកត្រីឆ្អើរយើងហើយនឹងម៉ាំល្ហុងតែប៉ុណ្្នឹងឯងបងប្អូនអរគ្នា